យើងចូលដល់សាច់រឿងទី3ជាសាច់រឿងបញ្ចប់នៃអេពីសូតមួយនេះសាច់រឿងទី3នេះខ្ញុំផ្លាស់ប្ដូរអារម្មណ៍របស់បងប្អូនទាំងអស់គ្នាពីផ្ទះពីតំបន់កំសាន្តមកកាន់ទីកន្លែងមួយដែលទំនើបខ្ពស់ខ្លាំងមែនទែននោះគឺជាខុនដូមួយកន្លែងសាច់រឿងមួយនេះបានចែករំលែកដោយប្អូនស្រីម្នាក់ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញគាត់បានប្រាប់ថាអញ្ចឹងចាប់តាំងពីគាត់ថ្នាក់ទី7មកម្លេះគាត់ចាប់ផ្ដើមដឹងខ្លួនថាមានវិញ្ញាណពិសេសដឹងថាមានវត្តមានរបស់អមនុស្សអាចស្ដាប់ឬអាចមើលឃើញក្នុងកលៈទេសៈមួយចំនួនរឿងហេតុនេះគាត់បានចែករំលែកដដែលសាច់រឿងមួយនេះបានកើតឡើងនៅក្នុងខុនដូមួយកន្លែងនៅចំកណ្ដាលនៃទីប្រជុំជនតែម្ដងខ្ញុំបានសួរថានៅតំបន់ណាគាត់ក៏បានប្រាប់ខ្ញុំដែរហើយខ្ញុំជ្រើសរើសបន្តនៅអញ្ចឹងទៅព្រោះបើសិនជាដឹងហើយខ្ញុំធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍អត់ស្រួលបើសិនខ្ញុំជិះក្បែរហើយបើសិនជាខ្ញុំដឹងបងប្អូនក៏ចេញ message សួរថាអូតាខុនដូហ្នឹងខុនដូមួយណាក៏ខ្ញុំមិនចង់ប៉ះពាល់ទៅដល់អាជីវកម្មរបស់គេដែរឥឡូវយើងដឹងត្រឹមតែខុនដូមួយកន្លែងនៅទីប្រជុំជននៅចំកណ្ដាលទីប្រជុំជននៅក្នុងរាជធានីភ្នំពេញបញ្ជាក់គាត់គឺជាបុគ្គលម្នាក់ដែលមានញាណពិសេសរឿងហេតុមួយនេះកើតឡើងដោយសារអ្នកមីងរបស់គាត់ជាប្អូនស្រីបង្កើតរបស់ម្ដាយរបស់គាត់ពេលនោះអ្នកមីងរបស់គាត់បានជួបបញ្ហាប៉ុន្តែគាត់ក៏មិនបានបញ្ជាក់ថាតើបញ្ហាអ្វីនោះដែរដឹងត្រឹមថាបញ្ហានោះគឺតម្រូវឲ្យអ្នកមីងរបស់គាត់រើមកនៅខាងក្រៅមករយៈដើម្បីសម្រួលអារម្មណ៍សម្រួលចិត្តហើយដើម្បីត្រៀមខ្លួននឹងប្រឈមមុខនៅបញ្ហាមួយហ្នឹងមីងរបស់គាត់ក៏បានសម្រេចចិត្តថាបាច់ទៅជួលផ្ទះណាទេនៅខុនដូតែហ្មងទៅដោយមិនចង់ឲ្យអ្នកមីងរបស់គាត់នៅម្នាក់ឯងគាត់ម្ដាយគាត់ប្អូនគាត់2នាក់ម្នាក់2ឆ្នាំម្នាក់6ខែហើយនឹងអ្នកមើលថែប្អូនគាត់ម្នាក់សរុបទាំងអស់គ្នា6នាក់ក៏កេងកំដរមីងរបស់គាត់ដែរហេតុអីបានជ្រើសរើសយកខុនដូមួយហ្នឹងព្រោះថាតម្លៃដែលខុនដូមួយហ្នឹងបានឲ្យមកមីងរបស់គាត់គឺជាតម្លៃជួលមួយដែលជាតម្លៃល្អស្របពេលដែលខុនដូមួយហ្នឹងគឺមានសម្ភារៈគ្រប់គ្រាន់តែម្ដងពោលគឺអូតាវ៉ាលីគឺអាចចូលនៅមានទាំងចក្រានបាយអីវ៉ាន់ចក្រានបាយអីគឺមានមកកផ្លេអញ្ចឹងហើយសូមបងប្អូនទាំងអស់គ្នាផ្ចង់អារម្មណ៍ដើម្បីចូលមកក្នុងទស្សនវិជ្ជារួមថាតើមានរឿងអ្វីកើតឡើងខ្ញុំហ៊ានធានាថាសាច់រឿងមួយនេះគឺឆ្ងាញ់ខ្លាំងមែនទែនបើសិនអ្នកនរគ្នាអាចសម័យឃើញបន្ទប់ដែលមីងរបស់គាត់បានជ្រើសរើសគឺជាបន្ទប់មួយនៅចុងគេនៅជាន់ទី4ហើយក៏ជាបន្ទប់កើតហេតុដែរបងប្អូនទាំងអស់គ្នាអាចមានចម្ងល់ថាចេះគ្រាន់គាត់មានញៀនរឿងអីអត់ដឹងថានៅក្នុងនឹងមានអីហេតុអីបណ្ដាលឲ្យមានការកើតហេតុអញ្ចឹងគាត់ថាចេះគ្រាន់តែគាត់ដើរមកដល់មុខបន្ទប់ជាបន្ទប់ចុងគេនៅជាន់ទី4ភ្លាមគាត់ទទួលអារម្មណ៍ដឹងហ្មងថានៅក្នុងបន្ទប់នឹងមានមនុស្សស្រីពាក់រូបសអូយភឺខ្លាំងមែនតើកំពុងតែអង្គុយនៅលើវេរ៉ង់ដាខាងមុខពាក់រូបសអង្គុយនៅវេរ៉ង់ដាខាងមុខសំយ៉ុងជើងចេញទៅខាងក្រៅក្របភ្នែករបស់គេកំពុងតែសម្លក់មកកាន់ពួកគាត់នៅពេលដែលគាត់បើកទ្វារចូលបន្ទប់ក្របភ្នែកមួយនឹងគឺក៏កំពុងតែសម្លក់គាត់ដើរចូលមកក្នុងបន្ទប់រៀបចំអីវ៉ាន់នឹងដូចគ្នាដែរតែគាត់មានចិត្តមួយថាចេះមើលទៅអត់អីទេយើងនៅតែយើងគេនៅតែគេទឹកទលេអត់បំពេញទឹកដងទេអញ្ចឹងគួរតែមិនមានបញ្ហាអីទេរាប់ពីយប់ទី1មកគាត់តែងតែគេងនៅទីនេះស្ងប់មែនទែនហេតុអ្វីព្រោះមុនពេលដែលគាត់ចូលគេងគាត់តែងតែសំពះខ្នើយ3ដងហើយគាត់គេងលក់ស្កប់ជាទីបំផុតរហូតដល់គាត់ភ្លេចខ្លួនថានៅក្នុងបន្ទប់ហ្នឹងគឺគាត់ធ្លាប់មានអារម្មណ៍ថាមានមនុស្សស្រីម្នាក់ស្លៀករូបសអង្គុយសម្លក់គាត់បាត់ហើយភ្លេចវត្តមានម្នាក់ហ្នឹងបាត់ហើយរហូតយប់គឺគាត់គេងស្រួលខ្លាំងមែនទែនរហូតដល់ព្រឹកមួយនៅពេលដែលគាត់ងើបមកគាត់ឃើញម្ដាយរបស់គាត់ដែលគេងជាមួយមីងរបស់គាត់នោះស្រាប់តែមកគេងនៅមុខបន្ទប់ទឹកគាត់ឃើញអញ្ចឹងគាត់បានដាស់ម៉ាក់គាត់ថាម៉ាក់មិនមកគេងហ្នឹងអញ្ចឹងម៉ាក់របស់គាត់ដឹងខ្លួនទាំងមមីមើលប្រាប់ថាអត់ដឹងផងមុននឹងគេងនៅលើក្រែថាឲ្យមិនមកគេងនៅហ្នឹងអញ្ចឹងខែលោម៉ាក់មកមើលដឹងគាត់ឃើញម៉ាក់គាត់មកគេងអញ្ចឹងគាត់បែរជាទាញកាមេរ៉ាថតហើយសើចម៉ាក់គាត់ទៀតគាត់បានយកវីដេអូនឹងយកទៅប្រាប់មីងយកទៅឲ្យគេមើលអញ្ចឹងទៅវាទៅជារឿងមួយជារឿងកំប្លែងដែលម្ដាយរបស់គាត់មកគេងនៅមុខបន្ទប់ទឹកដោយគាត់រំលងថាតើមានហេតុការណ៍អ្វីដែលជាមិនមែនជាទម្លាប់របស់ម្ដាយគាត់ជាការគេងមកមើលហ្នឹងទេតើមានរឿងហេតុអ្វីដែលបណ្ដាលឲ្យម្ដាយរបស់គាត់គេងនៅលើខែសុកមកគេងនៅមុខបន្ទប់ទឹកនេះគាត់បានរំលងកន្លែងនឹងបាត់ទៅហើយប៉ុន្មានថ្ងៃបន្ទាប់មកម្ដាយរបស់គាត់ក៏បែកគំនិតថាចេះគិតសុកទៅហេតុអីបានមីងឯងហ្នឹងមានរឿងចឹងកើតឡើងមិនសមកើតឡើងទៅលើមីងឯងសោះ
តិចមីងរបស់ឯងហ្នឹងត្រូវអំពើអីទេហីត្រូវបោះគេទេហីគាត់ក៏បាយគំនិតថាយកកូនចានទឹកត្រីចំនួន4កូនចានទឹកជ្រលក់ដាក់អំបិលពេញតែម្ដងយកទៅដាក់នៅជើងក្រែដែលមីងរបស់គាត់គេង4ទិសគាត់ឃើញអញ្ចឹងម្ដាយរបស់គាត់បានដាក់ចានហ្នឹងរៀងចេញក្រៅអញ្ចឹងគាត់គិតថាចាបើសិនជាដាក់ចេញក្រៅខែងលោម្ដាយគាត់ងើបមកយប់ឡើងគាត់ជន់ចំចានទៅបែកទៅនាំឲ្យមានបញ្ហាអ្វីអញ្ចឹងគាត់ក៏អង្កលចានមួយហ្នឹងចូលទៅខាងក្នុងចានទាំង4ហ្នឹងចូលទៅខាងក្នុងរៀងក្រោមក្រែបន្តិចដើម្បីជិះជាងឧបទ្ទវហេតុផ្សេងរាប់ចាប់ពីការដាក់ចានហ្នឹងមកគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានសម្ពាធខ្លាំងមែនទែននៅក្នុងខ្លួនរបស់គាត់មានអារម្មណ៍ថាធ្ងន់ដូចជាខ្យល់វាហប់បងប្អូនប្រហែលជាធ្លាប់មានអារម្មណ៍ហ្នឹងឯងបកស្រាយអារម្មណ៍មួយហ្នឹងឧទាហរណ៍ថាបន្ទប់មួយហ្នឹងរៀងក្តៅអញ្ចឹងអ្នកទាំងអស់គ្នាដើរចូលទៅដូចមានអារម្មណ៍ថាធ្ងន់គឺសម្ពាធបែបហ្នឹងឯងគាត់មានអារម្មណ៍ថាអត់ស្រួលសោះក្នុងខ្លួនពិបាកទ្រាំមែនទែនប៉ុន្តែគាត់ប្របែអារម្មណ៍គាត់ថាចេះប្រហែលជាគាត់ហត់ខ្លាំងពេកដឹងគាត់ក៏គិតថាទៅលេងជាមួយប្អូនរបស់គាត់វិញតើមកត្រឹមគិតថាទៅលេងជាមួយប្អូនគាត់បានដើរទៅលេងជាមួយប្អូនតើគាត់បានឃើញអ្វីអូយព្រឺខ្លាំងណាស់កំពុងតែអោនដើរទៅដល់ប្អូនគាត់ហើយណាអោនលេងជាមួយប្អូនអូយប្អូនចេះអូលេងកំសាន្តជាមួយប្អូនអាយុ2ឆ្នាំផង6ខែផងកំពុងតែបលែងលេងគាត់បានងើបមុខឡើងបន្តិចអារបៀបចុកខ្នងយើងអោនទៅចុកខ្នងឲ្យគាត់ងើបឡើងបន្តិចអ្វីដែលបានឃើញគឺគាត់បានឃើញនារីម្នាក់អូយព្រឺក្បាលណាគាត់បានឃើញនារីម្នាក់មុខប្រឡាក់សុទ្ធតែឈាមដែលឈាមនឹងខ្លះថ្មីខ្លះជាឈាមដែលប្រែជាពណ៌ខ្មៅជាឈាមដែលយូរហើយកកនៅលើមុខមហាសែនអាក្រក់ភ្នែកធំខ្លាំងមែនតើអូយព្រឺខ្លាំងមែនតើសក់សំពងស្លៀកក្បិនក្រហមលាយមាសមើលទៅដូចជាមានឋានៈខ្ពស់កំពុងតែឈរសម្លឹងហើយចំអល់មុខគាត់ជាប់តែម្ដងកំពុងតែឈរចង្អុលមុខគាត់នៅជ្រុងម្ខាងនៃបន្ទប់គាត់ឃើញច្បាស់ផ្ទាល់នឹងភ្នែកសុកម្នាក់ហ្នឹងក៏រលាយបាត់នៅពេលដែលរលាយបាត់គាត់គិតថាប្រហែលជាបាត់ហើយគាត់ស្វាងភ្នែកទេនៅពេលដែលគាត់កលាច់ភ្នែកមកខាងប្អូនរបស់គាត់វិញនេះគាត់បានឃើញនារីម្នាក់ហ្នឹងមកបង្ហាញខ្លួននៅជ្រុងម្ខាងទៀតទាំងទឹកមុខកំហឹងទឹកមុខដដែលសម្លៀកបំពាក់ដដែលដៃចង្អុលមុខគាត់ដដែលគាត់ធ្វើមិនឃើញគាត់ធ្វើមិនដឹងហើយខ្ញុំសូមសរសើរដោយស្មោះថាគាត់អាចធ្វើចិត្តបានរូបភាពមួយហ្នឹងគឺនៅពេញភ្នែករបស់ខ្ញុំតែម្ដងយើងរំលងទៅប្រហែលថ្ងៃក្រោយទៀតម្ដាយរបស់គាត់ក៏ប្រាប់ពួកគាត់ថាចេះមួយថ្ងៃមុនគាត់ត្រូវខ្មោចសកត់ហើយខ្មោចហ្នឹងគឺខ្មោចប្រុសទៀតគាត់ខំស្រែកហើយមិនក៏អត់មានណាគេលឺគាត់សោះអញ្ចឹងគាត់ចាប់ផ្ដើមភ្ញាក់ខ្លួនគាត់ថាចេះហាគ្រាន់បន្ទប់ហ្នឹងមានតែខ្មោចស្រីរូបសតាដែលគាត់ទទួលអារម្មណ៍ដឹងតាំងពីដំបូងមកប៉ុន្តែគាត់គិតថាទេប្រហែលថ្ងៃមុនគាត់បានឃើញអរូបមួយទៀតដែលមានសភាពអាក្រក់ស្លៀកក្បិនបែបបុរាណវិញហើយឥឡូវម៉ាក់គាត់ក៏ប្រាប់ថាមានខ្មោចប្រុសសកត់គាត់ទៀតចឹងតើបន្ទប់ហ្នឹងមានតែព្រលឹងមួយឬក៏យ៉ាងណាផុតពីនោះក៏មានហេតុការណ៍ផ្សេងបានកើតឡើងឧទាហរណ៍ដូចជាប្អូនគាត់អាយុ2ឆ្នាំគេងសុកក៏ងើបយំកដាយំហើយតែងតែដើរទៅបង្អួចនៅក្បាលក្រែរបស់គាត់ហ្នឹងមើលទៅក្រៅយំអត់បាត់រហូតដល់គាត់ទៅលួងទៅអំបងអែលទាញដៃទៅបន្ទោសដៃប្អូនគាត់ចូលមកគេងវិញចំណែកឯប្អូនរបស់គាត់6ខែដែលគេងស្កប់មិនងាយភ្ញាក់តាំងពីមកនៅខុនដូហ្នឹងមួយរយៈមកគឺអាសាងើបយំកដាយំមែនតើគឺយំហើយយំទៀតយំពិបាកលួងបាត់មែនតើមានយប់មួយប្អូនរបស់គាត់តែកំពុងតែគេងស្រាប់តែកវីក្បាលឆ្វេងស្ដាំខ្លាំងមែនតើអញ្ចឹងបើសិនជាបងទាំងអស់គ្នាមានកូនតូចប្រហែលតែធ្លាប់ឃើញហើយគាត់កវីអាចងាកពីឆ្វេងទៅស្ដាំទៅឆ្វេងបោកខ្លាំងលឿនខ្លាំងមែនតើណាប៉ុន្តែអត់ដឹងខ្លួនសម្រាប់ខ្ញុំអ្នកមានកូនតូចវិញនៅពេលដែលកូនរបស់ខ្ញុំក្តៅគាត់តែងតែបង្ហាញអាការៈហ្នឹងហើយគាត់កវីតែ 3-4 អង្គគឺគាត់ងើបយំហើយអាហ្នឹងយើងដឹងហើយថាគាត់ក្តៅតែនេះប្អូនរបស់គាត់គឺកវីឆ្វេងកវីស្ដាំកវីឆ្វេងកវីស្ដាំតែគាត់អត់ព្រមងើបសោះរហូតដល់ម្ចាស់សាច់រឿងទៅទប់ក្បាលរបស់គាត់កុំឲ្យកវីហើយនៅពេលដែលទប់ហ្នឹងគាត់នៅតែមានអារម្មណ៍ថាអាកម្លាំងកវីហ្នឹងនៅតែមានគ្រាន់តែគាត់ជាមនុស្សធំគាត់ទប់គាត់កម្លាំងខ្លាំងជាងគាត់ទប់ជាប់គាត់ទប់រហូតដល់ប្អូនរបស់គាត់ឈប់កវីហើយគេងលក់ទៅវិញយប់មួយហ្នឹងគឺជាយប់ដែលគាត់មិនបានគេងទាល់តែសោះគាត់នៅដល់ភ្លឺព្រោះគាត់ខ្លាចមានរឿងហេតុអ្វីអាក្រក់កើតឡើងចំពោះប្អូនរបស់គាត់តើរឿងហេតុប៉ុណ្ណឹងមានតែប៉ុណ្ណឹងទេអត់ទេគឺមានរឿងហេតុផ្សេងទៀតដែលអាចកត់សម្គាល់បាន
ស្អែកឡើងនៅពេលដែលគាត់មើលទៅស្ថានភាពដោយកាន់តែធ្ងន់ធ្ងរមានហេតុការណ៍ផ្សេងៗគាត់ក៏យកសាច់រឿងទាំងអស់បានទៅប្រាប់មីងគាត់ថាប្អូនរបស់គាត់អត់បាននិយាយតាក់ទិនពីគាត់ទេតែគាត់បាននិយាយពាក់ទងមួយប្អូនរបស់គាត់ក្មេងម្នាក់ដែលធ្លាប់តែគេងស្រួលសុកងើបយំកដាយប់មានហេតុការណ៍ផ្សេងៗដែលគួរឲ្យកត់សម្គាល់ដែលគាត់តាមទាន់មីងរបស់គាត់មិនបានពិចារណាបែរជាសើចវិញដូចជារឿងធម្មតាដូចជាអាហ្នឹងជឿងធម្មតារបស់ក្មេងៗណាហើយគាត់ថាអញ្ចឹងក្មេងៗតែអញ្ចឹងហើយមានគេមកលេងច្រើនណាកំពុងតែចរចានិយាយគ្នាជាមួយនឹងមីងរបស់គាត់ប្អូនគាត់ដែលអាយុ6ខែហ្នឹងកំពុងតែគេងសុកសើចតែឯងសើចខឹកអញ្ចឹងសើចលើកទី1ម្នាក់ដូចអត់ចាប់អារម្មណ៍ទេខៃលោកគេងមកមើលអីអញ្ចឹងសល់ចំហាយមីងម៉ាក់បងលេងពីថ្ងៃអីអញ្ចឹងទៅគេងសើចអញ្ចឹងទៅតែសើចលើកទី2សើចលើកទី3ពួកគាត់លែងគិតថាជារឿងធម្មតាហើយពួកគាត់បានមើលមុខគ្នាមីងរបស់គាត់មើលមុខគាត់មើលមីងរបស់គាត់ក៏ស្ទុះទៅគូសញ្ញាជើងក្អែកនៅលើថ្ងាសរបស់ប្អូនគាត់ដោយនិយាយថាបានហើយកុំលេងជាមួយអូនអីឲ្យអូនគេងទៅប្អូនរបស់គាត់ក៏គេងលក់ស្កប់ធម្មតារំលងបានប្រហែលថ្ងៃក្រោយមកទៀតជាថ្ងៃដែលគាត់មកខែរបស់មនុស្សស្អីនិយាយចេះទៅឲ្យស្រួលស្ដាប់ចៃដន្យអីមីងរបស់គាត់ហ្នឹងបបួលគ្រួសារទាំងអស់នៅក្នុងខុនដូហ្នឹងដែលមានម៉ាក់មានគាត់មានអីហ្នឹងហៅទៅលេងកំពង់សោមទៅគេងពីយប់ទៅព្រោះគាត់មានអារម្មណ៍ថា stress ខ្លាំងណាគាត់ចង់ទៅស្ដាប់សំឡេងទឹកសមុទ្រអីចឹងដើម្បីរំសាយអារម្មណ៍ហើយឲ្យយើង fresh អីចឹងទៅដើម្បីត្រឡប់មកវិញដើម្បីប្រឈមមុខមួយបញ្ហាដោយហេតុតែគាត់មកថ្ងៃខែចឹងហើយម្ចាស់សាច់រឿងនេះឈឺពោះខ្លាំងពេកគាត់អាចធ្វើដំណើរបានទេចឹងគាត់អត់មានជំរឿអ្វីក្រៅពីនៅខុនដូម្នាក់ឯងហើយប្រាប់មីងប្អូនហើយនឹងម្ដាយនឹងឲ្យទៅលេងឲ្យសប្បាយចោះសល់គាត់ម្នាក់ឯងបានហើយចាំគាត់នៅមើលអីវ៉ាន់នៅក្នុងបន្ទប់ខៃលូចៃដនអីមានគេបើកទ្វារអីលួចអីវ៉ាន់ឡើងអីចឹងទៅក្រោយពីគ្រួសាររបស់គាត់បានចេញដំណើរទៅទាំងអស់ហើយលទ្ធផលចុងក្រោយគឺគាត់នៅតែម្នាក់ឯងតែប៉ុណ្ណោះនៅថ្ងៃទី1ពេលថ្ងៃត្រង់ដែលគាត់នៅតែម្នាក់ឯងគាត់បានគិតថាចានៅម្នាក់ឯងចឹងតិចមានរឿងហេតុអីចម្លែកកើតឡើងទៅមានគ្នាខៃលោរកគេបានតែដងនេះនៅតែម្នាក់ឯងចុះបើខ្មោចសកត់អីទៅតើគិតមិនទៅគាត់អត់ចង់គេងទេតែដោយសារតែអត់បានគេង2-3យប់ជាប់គ្នាទៅហើយសុកគាត់ក៏លងគេងពេលថ្ងៃហ្នឹងលក់ដោយមិនដឹងខ្លួនគេងបានប្រហែលជាកន្លះម៉ោងទៅ1ម៉ោងគេងថ្ងៃហ្នឹងគាត់ក៏ភ្ញាក់ឡើងដើម្បីត្រូវការចូលបន្ទប់ទឹកបត់ជើងតូចកំពុងតែដើរតម្រង់ទៅបន្ទប់ទឹកទាំងទឹកមុខមីងមាំងភ្នែកមីមិនទាន់ឆ្អែតគេងនៅឡើយហ្នឹងគាត់មានអារម្មណ៍ថាចាមានមនុស្សប្រុសម្នាក់កំពុងតែឈរមើលមកកាន់គាត់ពីជ្រុងម្ខាងមើលគាត់ដើរចូលទៅក្នុងបន្ទប់ទឹកទទួលអារម្មណ៍មួយនឹងហើយក្រោយពីគាត់បត់ដៃបត់ជើងហើយគាត់អត់មានទៅគេងវិញទេតែគាត់ក៏ទេរមិត្តភ័ក្តិរបស់គាត់ដោយសារតែគាត់នៅម្នាក់ឯងផងគាត់ក៏ខ្ជិលធ្វើម្ហូបគាត់ក៏គិតថាទេរមិត្តភ័ក្តិទៅឲ្យគេមកយកយើងញ៉ាំអីខាងក្រៅហ្មងទៅមិនបាច់ធ្វើម្ហូបក្នុងហ្នឹងទេណាមួយញ៉ាំតែម្នាក់ឯងផងគិតត្រឹមតែប៉ុណ្្នឹងគាត់ក៏តាក់ទងទៅមិត្តភ័ក្តិរបស់គាត់ឲ្យមកយកគាត់ហើយគាត់ក៏ចូលទៅងូតទឹកតើមានហេតុការណ៍អ្វីបានកើតឡើងក្នុងកំឡុងពេលមួយហ្នឹងនៅពេលដែលគាត់ទៅងូតទឹកអូយព្រឺក្បាលខ្លាំងមែនទែនចេញពីមុជទឹកគាត់បានសម្អាតខ្លួនជូតខ្លួនហើយគាត់បានស្លៀកពាក់កៅអៅហើយគាត់បានអង្គុយផាត់មុខនៅមុខទូសម្អាងរបស់គាត់បញ្ជាក់ទូសម្អាងរបស់គាត់ឆ្លោះជាមួយនឹងទូខោអាវរបស់គាត់នៅក្រោយខ្នងគាត់បានទាញកាសត្រចៀកយកមកញាត់ក្នុងត្រចៀកដាក់សំឡេងឲ្យខ្លាំងដើម្បីកុំឲ្យភ័យកុំឲ្យខ្លាចគិតថាស្ដាប់ឲ្យខ្លាំងទៅកុំឲ្យខ្លួនឯងមានអារម្មណ៍ផ្ដេសផ្ដាសគាត់ចាប់ផ្ដើមផាត់មុខអំឡុងពេលដែលគាត់ផាត់មុខគាត់បានអោនធម្មតាស្រីគាត់ត្រូវអោនគូសមើលកន្លែងណាត្រូវពណ៌អត់ត្រូវអត់បងត្រូវលាប mascara ត្រូវអីចឹងណាអញ្ចឹងមិនត្រូវអោនតែយើងគៀកបន្តិចនៅពេលដែលគាត់អោនសម្លឹងទៅកញ្ចក់កំពុងតែផ្ចិតផ្ចង់នៅ make up របស់គាត់នេះភ្នែករបស់គាត់បានមើលឃើញទៅទូកញ្ចក់អ្វីដែលគាត់ឃើញគឺជាជើងមនុស្សប្រុសឃើញត្រឹមចង្គង់តែម្ដងអង្គុយនៅលើដំបូលទូខោអាវរបស់គាត់អូយព្រឺខ្លាំងមែនទែនឃើញភ្លាមគាត់បានទាញទូរស័ព្ទទាំងបញ្ញាបញ្ញាលទេឲ្យមិត្តភក្តិគាត់ថាមកយកឥឡូវឲ្យលឿនជាទីបំផុតមកត្រឹមប៉ុណ្្នឹងគាត់បញ្ញាបញ្ញាលផាត់មុខឲ្យហើយរត់ចុះទៅក្រោមដើម្បីចាំមកដល់ឬមិនដល់អត់ដឹងគាត់សុំមកចាំក្រុមសិនទស្សនភាពមួយហ្នឹងបងប្អូនអាពងមិនថាមនុស្សប្រុសមិនថាមនុស្សស្រីទេទោះមនុស្សប្រុសកំពុងសិតសក់ក៏ដោយកំពុងតែរៀបចំខ្លួននៅមុខកញ្ចក់ដឹងហើយថាខ្លួនឯងនៅក្នុងបន្ទប់ហ្នឹងតែម្នាក់ឯងមើលទៅខាងក្រោយស្រាប់តែឃើញមនុស្សម្នាក់ទៀត
អង្គុយនៅលើទូកៅរបស់ខ្លួនឯងធ្វើជាគង់ចុះក្រោមតើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាម៉េចដែរស្របពេលដែលគាត់កំពុងតែអង្គុយចាំមិត្តភក្តិរបស់គាត់មកដល់គាត់បានទាញទូរស័ព្ទដើម្បីតាក់ទងទៅម្ដាយរបស់គាត់ពីអ្វីដែលគាត់បានជួបប្រទះអំបញ្ញមិញហ្នឹងម្ដាយរបស់គាត់បានទទួលដំណឹងហើយថាកូនគាត់បានជួបប្រទះអីម្ដាយរបស់គាត់ហាមគាត់ដាច់ខាតគេងនៅខុនដូតែម្នាក់ឯងបើចង់គេងនៅខុនដូហ្នឹងត្រូវតែហៅមិត្តភក្តិមកគេងជាមួយគាត់ទម្លាក់ទូរស័ព្ទគាត់បានបបួលមិត្តភក្តិចាប់ផ្ដើមទេឆ្វាត់ឆ្វែងចង់រាយយកអីនៅក្នុងថ្ងៃហ្នឹងម្នាក់រវល់ទាំងអស់មិនមានម្នាក់ណាទំនេរអាចមកគេងដល់គាត់បានសោះឡើយចឹងបងប្អូនប្រកាសជាសួរថាហាក់គាត់នៅម្ពិញហ៎មិនក៏មិនព្រមទៅផ្ទះគាត់ថាអញ្ចេះមិនគាត់អត់ចង់ទៅផ្ទះទេតែផ្ទះគាត់វាឆ្ងាយខ្លាំងពេកត្បិតថានៅក្នុងម្ពិញមែនប៉ុន្តែថាជាក្រុងទៅចោះចឹងវាឆ្ងាយខ្លាំងពេកពិបាកនឹងទៅដល់ចឹងគាត់អត់មានជំរើសចុងក្រោយគឺគាត់នៅតែគេងបន្ទប់ខុនដូម្នាក់ឯងក្រោយពីការតាក់ទងទៅរកមិត្តភ័ក្តិហើយឃើញថាអត់មានអកេតនីហើយមិត្តភ័ក្តិដែលមកយកគាត់ញ៉ាំអីហ្នឹងក៏មកដល់ល្មមគាត់បានឡើងម៉ូតូហើយជិះទៅញ៉ាំអីជាមួយនឹងមិត្តភ័ក្តិគាត់កំឡុងពេលដែលគាត់កំពុងតែអង្គុយញ៉ាំអាហារពេលល្ងាចគាត់គិតក្នុងចិត្តថាចាគាត់ជួបរឿងច្រើនដែរជួបអមនុស្សក៏ច្រើនមើលទៅយប់ហ្នឹងដូចមិនអីទេច្រើនណាស់សកត់គាត់ធម្មតាអីហ្នឹងវាមិនលើសលប់អីទេទ្រាំគេមកយប់ស្អែកចាំគិតទៀតខ្ញុំតសើសេចក្តីក្លាហានរបស់បងអូនស្រីគឺពេញ100ពិន្ទុពេញតែម្ដងសេចក្តីក្លាហានមួយហ្នឹងក្រោយពីគាត់ញ៉ាំអីហើយគាត់អត់ទាន់ដាច់ចិត្តចូលផ្ទះទេគាត់នៅជិះកលឹងជុំវិញដើរលេងបកទៅបកមកមួយមិត្តភ័ក្តិរបស់គាត់នឹងរហូតដល់ម៉ោង10យប់គាត់ក៏គិតថាអាណិតមិត្តភ័ក្តិឲ្យគេទៅផ្ទះទៅឲ្យកំដរយើងមកជិះដល់ណាទៀតជិះទល់ភ្លឺក៏វានៅមិនកើតដែរគេក៏ត្រូវមានភារកិច្ចទៅរៀនទៅសូត្ររបស់គេដែរអញ្ចឹងមានតែតម្លាក់គាត់អញ្ចឹងកំណត់ថាម៉ោង10យប់គាត់បានជិះត្រឡប់មកខុនដូតែម្នាក់ឯងតែប៉ុណ្ណោះគាត់ចុះពីលើម៉ូតូដើរតម្រង់ទៅចដៅយន្តចុចជាន់ទី4គាត់គឺក្នុងចិត្តថាចេះច្រើនណាស់ប្រហែលមានខ្មោចតាពីអីហ្នឹងគាត់អាចទប់ជាប់មើលទៅតែអ្វីមិនដូចជាការគិតទេមិនមែនមួយមិនមែនពីរតែច្រើនអ្នកមែនទែនអ្វីដែលគាត់បានឃើញនឹងភ្នែកស្រស់កំឡុងពេលដែលគាត់ដើរនៅ hallway ដើរទៅរកបន្ទប់របស់គាត់ណាដើរនៅលើផ្លូវសាធារណៈនៅជាន់ទី4នឹងតម្រង់ទៅបន្ទប់គាត់ណាគាត់ឃើញនឹងភ្នែកស្រស់មានទាំងក្មេងមានទាំងចាស់មានទាំងទាបមានទាំងខ្ពស់ឈរនៅអមសងខាងផ្លូវរបស់គាត់ដោយទុកផ្លូវកណ្ដាលមួយឲ្យគាត់ដើរនៅពេលដែលគាត់ដើរគឺគាត់មានអារម្មណ៍ថាព្រឺខ្លួនខ្លាំងមែនទែនកម្រើកខ្លួនអត់ចង់រួចតែគាត់ព្យាយាមប្រមូលស្មារតីដើម្បីដើរទៅមុខទៀតភ្នែកអ្នកដែលឈរសងខាងកំពុងតែសម្លឹងមកគាត់គឺតាមមើលគាត់រហូតគាត់ដឹងក្នុងចិត្តហើយបើសិនជាពីរប្រហែលជាគាត់អាចទប់ជាប់ប៉ុន្តែនេះច្រើនមែនទែនសាកសម័យទស្សនភាពមួយហ្នឹងបងប្អូនអូសាហាវមែនទែនបើកមកចុចចដៅយន្តដើរមកបន្ទប់ផ្សាប់តែឃើញគេឈរខ្មោចឈរសងខាងផ្លូវមកសន្លឹងមើលយើងណាតើបងប្អូនមានអារម្មណ៍បែបណាគាត់គិតក្នុងចិត្តហើយថាมันអាចនៅបានទេព្រោះច្រើនខ្លាំងមែនទែនទប់លែងជាប់ហើយត្រូវតែមកផ្ទះវិញជាដាច់ខាតទោះមានរឿងអ្វីឆ្ងាយដល់ជើងមេឃក៏ត្រូវតែត្រឡប់មកផ្ទះវិញដែរគាត់រូតរះរៀបចំអីវ៉ាន់ដើម្បីត្រឡប់មកផ្ទះវិញតែកំឡុងពេលដែលរៀបចំអីវ៉ាន់នេះអារម្មណ៍មួយបានកើតឡើងចំពោះគាត់ហាក់ដូចជាមានអារម្មណ៍ពីរកំពុងតែប្រឆាំងគ្នាអារម្មណ៍មួយប្រាប់ថារត់ឲ្យលឿនបំផុតរៀបចំឲ្យលឿនបំផុតតែអារម្មណ៍មួយទៀតព្យាយាមបន្ទាញបន្ទង់គាត់ថាអត់អីទេនៅទៅវាមិនដែលមានបញ្ហាអីទេអារម្មណ៍ពីរកំពុងតែប្រឆាំងគ្នាស្រស់ពេលដែលគាត់កំពុងតែរៀបអីវ៉ាន់តែជាលទ្ធផលចុងក្រោយគឺគាត់នៅតែជ្រើសរើសចាក់ចេញទាំងយប់ហើយខ្ញុំគិតថានេះជាជម្រើសដែលល្អបំផុតទីបំផុតគាត់បានចាក់ចេញពីខុនដូហ្នឹងត្រឡប់មកផ្ទះតទៅបានលុះស្អែកឡើងមីងរបស់គាត់បានវិលត្រឡប់ពីទីក្រុងព្រះសីហនុវិញដំបូងថា plan គេង2យប់ណាតែឥឡូវគេងតែ1យប់ទេដោយសារតែប្រហែលជាដឹងថាហេតុរបស់គាត់គឺមានរឿងអីខ្លះដែលកើតឡើងចំពោះក្មួយរបស់គាត់អញ្ចឹងគាត់ជ្រើសរើសផ្លាស់ប្ដូរគម្រោងការទាំងអស់មកភ្លាមតែម្ដងពេលមីងរបស់គាត់បានមកដល់ហើយគាត់បានស្នើសុំផ្លាស់ប្ដូរបន្ទប់ប៉ុន្តែដោយសារតែបន្ទប់ទាំងអស់មិនបានរៀបចំហើយគេស្នើសុំឲ្យមីងរបស់គាត់នៅនឹង1យប់ទៀតហើយស្អែកឡើងគេនឹងផ្លាស់ប្ដូរបន្ទប់ឲ្យដោយមិនមានការបកែកអ្វីទាំងអស់ចម្លែកឯងបងប្អូនតាមធម្មតាយើងជាអ្នកជួលច្បាស់ហើយបកែកថាអេបងមិនចឹងមានរឿងអីអូយខុនដូរបស់ខ្ញុំមានខ្មោចមួយណាឡាក់នឹងឡាក់អីចឹងតែនេះគ្រាន់តែគេឮថាមីងរបស់គាត់ផ្លាស់ប្ដូរបន្ទប់គេអូខេភ្លាមតែម្ដងមីងរបស់គាត់នៅក្នុងយប់ហ្នឹងបានប្រាប់គាត់ថាចេះគាត់មិនមែនអត់ដឹងថាបន្ទប់ហ្នឹងអត់មានទេយប់ទី1នៅពេលដែលគាត់គេងហ្នឹងគឺគេសង្កត់តាំងពីយប់ទី1មកម្លេះតែគាត់ខ្ជិលនិយាយកុំឲ្យផ្អើលកុំឲ្យខ្លាចនៅយប់មួយហ្នឹង
ដែលគេងរងចាំថ្ងៃស្អែកបដូរបន្ទប់នោះម្នាក់នៅក្នុងបន្ទប់ប្រែคล้ายទៅជាអារម្មណ៍មួយដែលខឹងសម្បាដូចជាមានកម្រោលចូលដូចជាមានរឿងអីដែលធ្វើឲ្យក្តៅចិត្តណាដូចនៅអត់សុខក្នុងចិត្តតរសោះម្នាក់សូម្បីតែគាត់ក៏ដោយគាត់ជាមនុស្សម្នាក់ដែលស្រឡាញ់ប្អូនមែនតើតែគាត់នៅប្អូនរបស់គាត់រៀងងែកងងបន្តិចគឺគាត់ចាប់ផ្ដើមឆោឡោចង់រករឿងចង់វាយប្អូនរបស់គាត់តែម្ដងហើយគាត់ក៏មានអារម្មណ៍ថាល្វើយខុសធម្មតាហើយងួយគេងខុសធម្មតាគាត់ព្យាយាមប្រមូលអារម្មណ៍របស់គាត់ព្យាយាមក្តិចខ្លួនឯងផងព្រោះគាត់ដឹងថាចេះអារម្មណ៍ដែលគាត់ងងុយគេងមិនមែនជាអារម្មណ៍ដោយសារតែហត់ទេតែបើហ៊ានតែគាត់គេងគឺចាញ់កលអមនុស្សនៅក្នុងហ្នឹងហើយគាត់ទម្រាំតែប្រមូលអារម្មណ៍បានប្រហែលជាកន្លះម៉ោងគាត់ទាញទូរស័ព្ទដើម្បីទៅបងស្រីរបស់គាត់មើលទៅដូចជាអ្នកចេះគាត់បានប្រាប់រឿងរ៉ាវទាំងអស់ទៅដល់បងស្រីរបស់គាត់ប្រាប់គាត់ថាហាមគេងហើយសូត្របាលីតាមគាត់បញ្ជាក់គាត់អត់បានប្រាប់ថាតើបាលីនោះគឺមានអត្ថន័យបែបណាទេគាត់គ្រាន់តែប្រាប់ថាបងស្រីគាត់ឲ្យបាលីមួយហើយឲ្យគាត់សូត្រតាមហ្នឹងទៅគាត់សូត្រតាមហើយគាត់ក៏ចាប់ផ្ដើមប្រមូលសតិទាំងអស់មកវិញបានធម្មតាស្អែកឡើងគាត់ក៏រើចេញពីបន្ទប់ចូលទៅបន្ទប់ថ្មីប៉ុន្តែសរុបមកគាត់នៅខុនដូហ្នឹងគឺមិនបាន1ខែទេគាត់ក៏ដាច់ចិត្តរើចេញពីខុនដូទៅជួលកន្លែងថ្មីជីវិតរបស់ក្រុមគ្រួសាររបស់គាត់ក៏ប្រែប្រួលមកធម្មតាដូចដើមយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសាច់រឿងនេះសម្រាប់ខ្ញុំគឺសាហាវមែនតើថាតើមានរឿងអីគេខ្លះកើតឡើងឥឡូវចំណុចទី1ខ្ញុំចង់និយាយពីរឿងអមនុស្សដែលគាត់បានជួបយោងតាមសន្តានរបស់អមនុស្សដែលគាត់បានជួបមានន័យថានៅក្នុងអាគារហ្នឹងមិនមែនមានតែមួយទេតែមានច្រើនហើយអ្នកដែលគាត់បានឃើញគឺក្បិននោះហើយសក់សំពងនោះគាត់ក៏ដឹងខ្លួនឯងដែរថាគឺជាបុគ្គលដែលមានឋានៈពោលគឺអាចមិនមែនជាប្រភេទខ្មោចធម្មតាតែជាប្រភេទព្រាយយោងតាមស្ថានភាពដែលគាត់អាចរៀបរាប់មកហ្នឹងគឺជាព្រាយសំពងសក់ធំនឹងឯងយោងតាមបងដាវដែលខ្ញុំធ្លាប់បានចោទសួរកាលពី season ទី2គាត់បានប្រាប់ថាសំពងសក់ធំគឺជាព្រាយដែលមានឫទ្ធិខ្លាំងជាងគេព្រោះសំពងសក់ធំកើតចេញពីគ្រូខាងផ្នែកអាគមនឹងឯងដែលស្លាប់ទៅមិនព្រមទៅចាប់ជាតិយោងកំណើតឬក៏យោងទៅតាមបាបកម្មរបស់ខ្លួនឯងណាមួយនោះដែលធ្វើបាបគេខ្លាំងពេកឬក៏ជាការស្រឡាញ់អាសនៈខ្លួនឯងមិនចង់ឲ្យគេបំផ្លាញក៏យោងចាប់ជាតិកំណើតខ្លាចទៅជាព្រាយសំពងសក់ធំដែលមានឫទ្ធិធំដែលអាចទាញខ្មោចព្រាយជាច្រើនមកក្រោមអង្វាតរបស់ខ្លួនឯងមានន័យថាអ្វីដែលគាត់បានជួបគឺជាមេវៈបញ្ចប់ហើយចុះបើសិនជាបងប្អូននៅខុនដូឬក៏ជាម្ចាស់ខុនដូតើមានវិធីអ្វីទៅដើម្បីបង្ការតដែលភូមិសាស្ត្រដីច្បាស់ណាស់ត្រូវតែស្វែងយល់ឲ្យច្បាស់ថាតើនៅក្រោមដីហ្នឹងមានអីប្រកបត្រូវតែសួរប្រវត្តិមុននឹងធ្វើការសាងសង់តែចម្លែកមែនតើដែលខុនដូមួយហ្នឹងនៅតែបន្តប្រើជាន់ទី4ណាព្រោះជាធម្មតាជាន់ទី4គឺយើងអត់ប្រើទេជាន់ទី4យើងសុខចិត្តដាក់ជាន់ទី 3B ជាន់ទី 3A ឬក៏ជាន់ទី5អីចឹងតែម្ដងផ្លោះជាន់នឹងចោលតែខុនដូមួយនេះនៅតែបន្តប្រើជាន់ទី4សម្រាប់ខុនដូហេតុអ្វីទើបបានឧស្សាហ៍មានហេតុម្លេះដែលឆ្ងល់ទេបងប្អូនបើយើងបកស្រាយតាមផ្លូវវិទ្យាសាស្ត្រគឺដោយសារតែខុនដូកាន់តែខ្ពស់គឺកាន់តែមានសម្ពាធបរិយាកាសនឹងធ្វើឲ្យអារម្មណ៍របស់បងប្អូនមានការប្រែប្រួលជាក់ស្ដែងបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ធ្វើដំណើរនៅលើយន្តហោះអាហារលើយន្តហោះមិនមែនអត់ឆ្ងាញ់ទេណាឆ្ងាញ់តែហេតុអ្វីបងប្អូនទាំងអស់គ្នាញ៉ាំទៅមានអារម្មណ៍ថាអត់មានជាតិហើយអត់ឆ្ងាញ់ទាល់តែសោះដោយសារតែសម្ពាធនៃបរិយាកាសបានផ្លាស់ប្ដូរអារម្មណ៍របស់បងប្អូនហើយនឹងបានផ្លាស់ប្ដូរគេហៅថាអា palate អាកោសិកាទទួលរសជាតិនៅកណ្ដាលរបស់យើងហ្នឹងវាមានការប្រែប្រួលដែលធ្វើឲ្យការទទួលរសជាតិនៅលើអាកាសហ្នឹងគឺមានសភាពពិបាកទទួលយកខ្លាំងមែនទែនវាដូចគ្នានឹងការរស់នៅខុនដូដែរនៅកាន់តែជាន់ខ្ពស់បើសិនជាយើងមិនអាចក្នុងការប្រមូលអារម្មណ៍មិនអាចព្យាយាមដាស់សតិខ្លួនឯងទេសម្ពាធនៃបរិយាកាសសម្រាប់អ្នកដែលងាយទទួលរងនិងប៉ះពាល់អារម្មណ៍ខ្លាំងមែនទែនដែលបង្កហេតុទៅជារឿងផ្សេងដោយខ្ញុំមិនបាច់ចាំបាច់រៀបរាប់ក៏បងប្អូនទាំងអស់គ្នាអាចសន្និដ្ឋានបានដែរថាតើមានរឿងអ្វីបើយើងបកទៅរឿងអបិយជំនឿវិញកន្លែងដែលមានសម្ពាធខ្ពស់គឺជាកន្លែងដែលអមនុស្សចូលចិត្តនៅមែនតើអញ្ចឹងបើសិនជាបងប្អូននៅខុនដូឬក៏ជាម្ចាស់ខុនដូតើមានវិធីអ្វីដើម្បីកែសម្រួលនេះជាអ្វីដែលយោងទៅតាមបងម៉ុងដែលគាត់បានប្រាប់ខ្ញុំត្រួសដែរចឹងខ្ញុំយកអាហ្នឹងយកមកចែកម្លែកទៅបងប្អូនទាំងអស់គ្នាវិធីសាស្ត្រក្នុងការដោះស្រាយគឺបន្ទប់ទំនេរអាសាបើកទ្វារចោលមួយអាទិត្យបើកចោលម្ដងពីរដងអីចឹងទៅបើសិនជាបងប្អូនជាម្ចាស់បន្ទប់អញ្ចឹងបងប្អូនអាចចំហធ្វើម៉េចឲ្យមានខ្យល់ចេញចូលកុំឲ្យបិទហប់ចិត្តណាដែលធ្វើឲ្យមានសម្ពាធបើសិនជាយើងបិទហប់ចិត្ត
វាងាយស្រួលបើយើងនិយាយពីអបិយជំនឿងាយស្រួលក្នុងអមនុស្សហ្នឹងងាយនៅក្នុងការចូលអញ្ចឹងអ្នកដែលជឿទៅលើហុងស៊ុយគេធ្វើអញ្ចេះរាល់បន្ទប់ដែលទំនេរគឺគេដាក់ការវិភាគក្នុងការបាញ់ខ្យល់ចូលឬក៏បើកទ្វារចោលបន្ទប់សន្តាគារខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់មើលដែរហើយបើសិនជាចូលទៅស្នាក់នៅកន្លែងណាពេលខ្លះយើងដើរទៅយើងឃើញគេបាញ់ខ្យល់ចោលបាញ់ខ្យល់ចោលចូលទៅក្នុងបន្ទប់មកបន្ទប់ហើយមកបន្ទប់ទៀតមកបន្ទប់ហើយមកបន្ទប់ទៀតនឹងហើយជាការបង្ការកុំឲ្យមានអមនុស្សនៅក្នុងអាគារឬក៏នៅក្នុងបន្ទប់មួយហ្នឹងជាក់ស្ដែងរឿងរបស់ប្អូនស្រីផ្ទាល់តែម្ដងដែលគាត់និយាយថានៅពេលដែលគាត់រៀបចំអីវ៉ាន់គាត់មានអារម្មណ៍ពីរអារម្មណ៍មួយដែលបន្ទាញបន្ទងឲ្យគាត់នៅហើយអារម្មណ៍មួយទៀតគឺគាត់ត្រូវតែទៅឥឡូវតែជាក់ស្ដែងគឺពិតជាអញ្ចឹងមែននៅពេលដែលយើងមានអមនុស្សនៅជាប់ខ្លួននិយាយគ្នាឬក៏ការពិចារណាអីហ្នឹងគឺពិបាកក្នុងការវិនិច្ឆ័យមែនតើអារម្មណ៍យើងដឹងហើយថាត្រូវតែទៅឆ្វេងប៉ុន្តែត្រូវតែមានអារម្មណ៍មួយបន្ទាញបន្ទងទៅខាងស្ដាំតែម្ដងអាហ្នឹងជាការបង្កហេតុពីអមនុស្សក៏ថាបានដែរតែទោះជាយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាត្រូវតែប្រមូលសតិប្រមូលអារម្មណ៍តាំងសតិហើយពិចារណាថាតើអ្វីទៅដែលធ្វើបន្ទាប់កុំគេហៅថាអត់អីហីណាបដោយទៅតាមហ្នឹងព្រោះយើងអាចដឹងថាតើនឹងមានរឿងហេតុអីកើតឡើងបន្ទាប់ទេបើយើងនៅបន្តសង្ឃឹមថារឿងមួយនេះអាចបម្រើអារម្មណ៍បងប្អូនទាំងអស់គ្នាបានហើយបងប្អូនទាំងអស់គ្នាចូលចិត្តសម្រាប់អេពីសូតមួយនេះ